Trong ngày đâyខ្ញុំនឹងមកបង្ហាញពីfoundation command មួយចំនួនអញ្ចឹងមុនដំបូងនេះគឺខ្ញុំនឹងping ទៅ IP ជាមួយនឹងកម្មវិធី Visual Box របស់យើងនេះគឺជា IP របស់ខ្ញុំ ping វាដើម្បីមើលថាតើវាស្គាល់អត់អញ្ចឹងបើ ping ស្គាល់យើងអាចconnect SSH បានហើយអញ្ចឹងកន្លែងនេះគឺបើខ្ញុំ ping ស្គាល់ហើយខ្ញុំចាប់ផ្ដើមconnect SSH យើងវាយ command sudo វាយ command SSH ហើយយើងដាក់user របស់យើងនិង IP ហ្នឹងមកបន្ទាប់មកយើង enter មកគឺអានេះគឺយើង connect SSH ហ្នឹងអញ្ចឹងបន្ទាប់ពីយើងវាយហើយគេសួរថា Are you sure you want to continue connecting អញ្ចឹងកន្លែងហ្នឹងគេឲ្យយើងរើស yes ហើយនិង no កន្លែងនេះគឺយើងយក yes បន្ទាប់មកកន្លែងហ្នឹងគឺគេឲ្យយើងដាក់ password អញ្ចឹងកន្លែងនេះគឺយើងមិនឃើញទេយើងវាយ password យើងមកបើយើងវាយត្រូវវានឹង load បានជាប់ connect បានកន្លែងនេះមុនដំបូងគឺcomment មុនដំបូងគឺយើងវាយមើល who am I មើលថាតើយើងជានរណាអញ្ចឹងអានេះមើល user យើងហ្នឹងអញ្ចឹងអានេះឈ្មោះខ្ញុំហើយយើងវាយ pwd នេះគឺដើម្បីមើលថាតើយើងឆ្លលើ directory មួយណាអញ្ចឹងទៅចាំបន្ទាប់មកគឺយើងវាយ command sudo apt update យើងធ្វើការ update ធ្វើការ update ទៅវាច្រើនវាងាយស្រួលនៅពេលដែលយើងធ្វើការងារទៅមុខទៀតទៅវា smooth វារលូនអីចឹងទៅអញ្ចឹងយើងវាយ sudo apt update វានឹង load ចាំមួយសន្ទុះដែរចាំបន្ទាប់ពីយើងអាប់ដេតហើយនោះគឺវាមាន25 pancake សម្រាប់ update បានអញ្ចឹងកន្លែងនេះយើងអាចមើល list ដែលយើងអាប់ដេតហ្នឹងក៏បានដែរយើងវាយអា comment apt list upgradable ហ្នឹងតែកន្លែងនេះខ្ញុំដូចជាវាយខុសយើងវាយមើល list ហ្នឹងក៏បានដែរយើងចង់ upgrade យកហ្មងក៏បានដែរអញ្ចឹងកន្លែងនេះខ្ញុំវាយម្ដងទៀតខ្ញុំវាយភ្លេចពាក្យapt ចឹង Y apt list អានេះយើងមើល list ដែលយើងត្រូវ upgrade ចឹងវានឹងបង្ហាញជា list ឲ្យយើងមើលនេះគឺវាមានច្រើនដែរតមកគឺយើងអាច upgrade យកត្មងទៅចឹងកន្លែងនេះយើងវាយsudo apt upgrade ចឹងកន្លែងនេះដូចជាយើងយក yes ហ្នឹងហើយចឹង upgrade គឺបើវាមានច្រើន pancake គឺ upgrade នឹងយូរដែរចឹងកន្លែងនេះខ្ញុំដូចជារឿង update យូរដែរ upgrade យូរដែរចឹងខ្ញុំសុំ skip ទៅលឿននេះបន្ទាប់ពីយើង upgrade ហើយគឺវាយcommandបន្តគឺtask command ហ្នឹងគឺប្រើសម្រាប់បង្កើត file ចឹងខ្ញុំដាក់ file sv 11 12បន្ទាប់មកយើង ls មើលនោះគឺឈ្មោះយើងមិញហ្នឹងគឺ sv 11 12ហ្នឹងបន្ទាប់មកយើងវាយ command ls ដល់ l ហ្នឹងមើលជា long text តែដោយសារខ្ញុំមានតែមានមួយចឹងទៅឃើញតែមានមួយជួរតែមកយើង echo មើលគឺ echo ហ្នឹងគឺយើងprint ឬក៏ display មើលអីមួយដែលយើងចង់បង្ហាញចឹងណានេះខ្ញុំវាយ hello world hi sv 11 12អីចឹងទៅអញ្ចឹងវានឹង load មកអញ្ចឹងសម្រាប់ print display យើងមើលចឹងទៅបន្ទាប់មកខ្ញុំវាយ command ls ដល់ l មើលម្ដងទៀតហើយបន្ទាប់មកខ្ញុំវាយ command ls ដល់ la អញ្ចឹងអានេះវាខុសគ្នាត្រង់ថា ls ដល់ la ហ្នឹងគឺយើងមើលវាជា long text ដែរតែមើលវាជា kilobyte ដល់ L យើងមើលវាជាបាយអញ្ចឹងខ្ញុំបន្ទាប់មកខ្ញុំបង្កើត folder មួយឈ្មោះ sv11 12mkdir ហ្នឹងគឺយើងប្រើសម្រាប់បង្កើត folder ដោយសារតែខ្ញុំបង្កើតហើយចឹងវា cannot create ចឹងទៅខ្ញុំត្រូវ remove វាលើនោះមិញសិន
Y Command R M.R ហ្នឹងគឺសម្រាប់ remove ហ្នឹងតោះមកខ្ញុំបង្កើតម្ដងទៀត mkdir តោះមកខ្ញុំដាក់ ISP 11 12ហ្នឹងអញ្ចឹងនេះអត់មាន load អីមានន័យថាយើងអាចបង្កើតបានហើយតោះមកយើងមើល ls.lh ចឹងអានេះគឺនេះគឺវាមើលជាគីឡូបាយអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្ណឹង